Bạnសួស្តីអ្នកដែលមើល YouTube ទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកចំណេះដឹងមួយទៀតទាក់ទងនឹងការធ្វើឲ្យរូបភាពក្លាយជា icon រូបភាព icon សម្រាប់យើងបដូរ folder នៅលើ desktop របស់យើងឲ្យទៅជារូបភាពនៅរូបភាពអ្វីដែលយើងចង់បានព្រោះបើសិនជាយើង download ពីរូបភាពនៅតាម Google Internet អីអាហ្នឹងរូបភាពលក្ខណៈជា file icon extension វាជា file icon និង file ចុងកន្ទុយវាជា file icon អានេះយើងវាអត់មានកំណត់ដូចអ្វីដែលយើងចង់បានប៉ុន្តែបើសិនជាយើងចង់ដាក់រូបតាំងរូបនៅ folder ហ្នឹងរបស់យើងនៅលើ desktop ហ្នឹងចង់ដាក់តាំងឧទាហរណ៍ដូចជារូបយើងនឹងយើងអាចធ្វើរូបតើធ្វើរូបហ្នឹងខ្លាយជារូបឬខ្លាយជា file icon សិនខ្លាយជារូបភាពលក្ខណៈជា icon សិនបើយើងអាចដូររូបភាពដោយ folder នេះដាក់ទៅជារូបភាពបានអញ្ចឹងកម្មវិធីហ្នឹងគឺមានឈ្មោះថាកម្មវិធី IcoFX អាហ្នឹងជាកម្មវិធីសម្រាប់ធ្វើរូបភាពរបស់យើងខ្លាយជា file icon បាទជាឧទាហរណ៍ខ្ញុំចង់ឲ្យរូបនេះមួយអញ្ចឹងលក្ខណៈជា icon បើសិនជាខ្ញុំតាំងរូបវាអត់បានទេចូល customize change icon browse desktop ជាអ្វីលេខ1មកcontent no icon មានន័យថារូបនឹងមិនមែនជា icon ដូច្នេះយើងអាចដាក់តាំងវាបាននោះទេអញ្ចឹងតើយើងដូររូបលេខ1ហ្នឹងទៅជា file icon សិននេះជាលក្ខណៈរូប GIF file GIF នេះ extension វានឹងគេហៅ extension file ចុងកន្ទុយវាជា file GIF តើយើងដូរនឹងទៅជា file icon សិនបើយើងអាចដូររូបនៅលើ folder នៅលើ desktop បានអញ្ចឹងយើងចាប់ផ្ដើមជាមួយកម្មវិធី IcoFX ចូលវាមកនៅអត់ full ទេនេះអាចបង្កើតទំហំមកវាអូខេជាងយើងចូលទៅយករូបភាពមកអាច open នៅនឹងឬក៏អាច open នៅនេះអាច new open នឹងហើយចូលលើ desktop យើងវាលេខ1រូបមិញមក file GIF open ដាក់ open earn as earn image បានអញ្ចឹងរូបភាពនេះយើងបាន import ចូលហើយតោះមកយើងអាច select option មួយចំនួនដូចជា color burn យើងអាចកែអ្វីផ្សេងៗអានឹងជា mode របស់វាបាទ normal size នេះជាបាទយើងអាចមើលបន្ថែមមើល option ផ្សេងបន្ថែមទៀតតើបើយើងអាចកែតម្រង់មួយចំនួននេះយើងអាច save វាជា file icon បណ្ដោយមកចេញយក file CSS ហើយចុចកន្លែង CSS ថែឬដាក់ ICO ICO យកហ្នឹងបាទកែឈ្មោះដាក់ថ្មីមក1 3ដងដាក់ desktop មក save ស្រេចបាទចឹងយើងទៅមើលនៅលើ desktop វិញយើងនឹងបានរូបជា icon 1 3ដងនេះយើង search មកលេខ1ហ្នឹងវា file វារៀបកន្លែងជា GIF file GIF អញ្ចឹងយើងអាចដាក់តាំងលើ folder បាននោះទេអញ្ចឹងរូបនេះវាជាលក្ខណៈជា file icon ហ្នឹងនេះគឺជា extension របស់វា file ចុងកន្ទុយជា file icon បាទហើយយើងចេញមកបានធម្មតាប៉ុន្តែរឿងតូចជាង file រូបភាពធម្មតាអញ្ចឹងយើងដូរម្ដងទៀត property customize change icon យើង browse ទៅ desktop
ចឹងយើងវាយលេខ1 3ដងបាទ echo open OK apply OK ម្ដងទៀតនេះជា folder ទេប្រហែលយើងអាចដូរ folder ហ្នឹងទៅជារូបភាពបានចុចចូល folder ហ្នឹងអូខេនេះគឺជា folder តែយើងអាចបដូរ folder នឹងទៅជារូបភាពសម្រាប់យើងប្រើប្រាស់ផ្សេងៗបាទហើយបើសិនជាចង់ download file iCoFX នេះយើងអាច download តាមអ៊ីនធឺណិតបានព្រោះ download តាម website ណាក៏មានដែរយើងវាយ iCoFX តាម Google ងាយស្រួល download បើមិនចឹងទេអាចមើល link ខ្ញុំខាងក្រោមដាក់ចុច zoom មកនឹងអាចឃើញ link ខ្ញុំដាក់ឲ្យហើយអរគុណច្រើនជម្រាបលា